នាងខ្ញុំភូចរិយាសូមជម្រាបសួរក្នុងវីដេអូនេះនាងខ្ញុំសូមបង្ហាញសេចក្តីសង្ខេបពីផ្នែកទទួលបន្ទុកលិខិតដោយនាងខ្ញុំផ្ដោតសំខាន់លើស្ថាប័នរដ្ឋប៉ុន្តែនាងខ្ញុំសូមបញ្ជាក់ជាមុនថាទិន្នន័យដែលបង្ហាញជូនក្នុងវីដេអូនេះជាបទពិសោធន៍ការងារកន្លងមករបស់នាងខ្ញុំវាជាជ្រុងតូចមួយនៃរដ្ឋបាលទូទៅស្ថាប័នរដ្ឋប៉ុណ្ណោះដូច្នេះសូមលោកអ្នកស្ដាប់យកជាព័ត៌មាននិងជាចំណេះដឹងទូទៅមិនមែនបានន័យថារដ្ឋបាលរដ្ឋបែបហ្នឹងហើយគ្រប់ស្ថាប័នធ្វើបែបហ្នឹងនោះទេចា៎នេះខ្ញុំសូមរំលឹកឡើងវិញបន្តិចពីប្រភេទលិខិតរដ្ឋបាលទូទៅនៃស្ថាប័នរដ្ឋចែកជា2ដែលយើងនិយាយឲ្យស្រួលស្ដាប់គឺមានលិខិតទៅក្រៅស្ថាប័នដែលនៅកន្លែងចាស់របស់នាងខ្ញុំនិយមហៅថាលិខិតចេញឬលិខិតផ្លូវការនិងលិខិតចរាចរណ៍ក្នុងស្ថាប័នដែលពួកយើងនិយមហៅថាលិខិតផ្ទៃក្នុងហើយនេះជាឧទាហរណ៍ប្រភេទលិខិតចេញនិងប្រភេទលិខិតផ្ទៃក្នុងជាទូទៅផ្នែកការងារក្នុងស្ថាប័នហៅថានាយកដ្ឋានឬអង្គភាពចំពោះលិខិតផ្ទៃក្នុងជាបន្ទុករបស់នាយកដ្ឋាននីមួយៗក្នុងស្ថាប័នប៉ុន្តែបើលិខិតចេញនៅកន្លែងចាស់របស់នាងខ្ញុំទទួលបន្ទុកដោយនាយកដ្ឋាន2នាយកដ្ឋានរដ្ឋបាលទូទៅនិងនាយកដ្ឋានទំនាក់ទំនងសាធារណៈដែលនាយកដ្ឋានទាំងពីរត្រូវបានបែងចែកប្រភេទលិខិតចេញសម្រាប់ទទួលខុសត្រូវដោយដែលនាងខ្ញុំបានបង្ហាញជូននៅក្នុងស្លាយតែទោះយ៉ាងណានាយកដ្ឋានទាំងពីរនៅតែត្រូវធ្វើការជាមួយគ្នានិងរួមគ្នាមានលិខិតមួយទៀតដែលភាសានិយាយហៅថាលិខិតជំនាញនាងខ្ញុំធ្លាប់ឮតែមិនដែលបានប្រទះឃើញផ្ទាល់ភ្នែកទេលិខិតជំនាញនេះស្ថិតក្នុងប្រភេទលិខិតចេញទៅក្រៅតែមិនអាចឲ្យខាងនាយកដ្ឋានរដ្ឋបាលទូទៅឬនាយកដ្ឋានទំនាក់ទំនងសាធារណៈរៀបចំនឹងធ្វើឡើយលិខិតនេះត្រូវតម្រូវឲ្យនាយកដ្ឋានឬអង្គភាពគ្រប់គ្រងនិងទទួលបន្ទុកការងារនឹងជាអ្នករៀបចំខ្លឹមសារទាំងស្រុងរួចទៅប្រគល់ឲ្យនាយកដ្ឋានរដ្ឋបាលទូទៅឬនាយកដ្ឋានទំនាក់ទំនងសាធារណៈចាត់ចែងផ្ញើឬផ្សព្វផ្សាយចេញចាអ្វីដែលនាងខ្ញុំចង់បង្ហាញជូនមានតែប៉ុណ្្នឹងទេសូមអរគុណដែលបានទស្សនាប្រសិនបើមានកំហុសឆ្គងណាមួយនាងខ្ញុំសូមអភ័យទោសសម្រាប់ពេលនេះសូមជម្រាបលាជួបគ្នាវីដេអូក្រោយ